សួស្តីអ្នកនរគ្នានឹងខ្ញុំចង់ practice code ធម្មតាពេលយើង project មកដឹងតែមាន hello world អញ្ចឹងខ្ញុំចង់ធ្វើអ្វីថ្មីយើង implement ថ្មីយើងដាក់ hello me អញ្ចឹងខ្ញុំនឹងបង្កើត endpoint ថ្មីហើយជំហានដំបូងដែលយើងត្រូវធ្វើគឺយើងត្រូវធ្វើចេញពី controller ព្រោះ controller គឺជាអ្នកដែល handle request response អញ្ចឹងយើងត្រូវមាន route ថ្មីអញ្ចឹងយើងបង្កើត function សិនមក get hello me អញ្ចឹងខ្ញុំនឹង return សប៊ីតតែប៉ុន្តែ get hello me អញ្ចឹងអានេះយើងបាន function ហើយប៉ុន្តែ function អត់ទាន់ស្គាល់ទេយើងត្រូវ add route ឲ្យវាថ្មីចូលអញ្ចឹងបើ route យើងទៅប្រភេទ endpoint របស់យើងគឺ get អញ្ចឹង get យើងអាចប្រាប់ថា hello me អញ្ចឹងទៅអញ្ចឹងវា load error ដោយសារតែនៅក្នុង service យើងអត់ទាន់មាន function ហ្នឹងទេអញ្ចឹងយើងចូលក្នុង app service របស់យើងទៅដោយសារតែ app service នេះគឺយើង check ពី class នេះមកអូខេអញ្ចឹងយើងឃើញនៅក្នុងនេះ load error ដោយសារតែវាអត់មានទេអញ្ចឹងយើង add function ហ្នឹងមក add hello me by default តែពិតបើយើងដាក់អញ្ចេះក៏បានដោយសារតែដាក់អញ្ចេះបានន័យថាវា return អីក៏បានដែរឧទាហរណ៍យើងដាក់ string ឧទាហរណ៍តែឥឡូវយើងដាក់ចេះកាលណាដាក់ string ចេះវា auto ទៅ string ឯងតែបើយើងចង់ឲ្យវាច្បាស់គឺយើង add ចេះមកដូចគ្នាវានឹងចេញ string ដូចគ្នាដល់ពេលយើង return នេះខុសវានឹង load error នៅ code នេះវិញអញ្ចឹងបន្ទាប់ពីយើង save ទៅវាលែងមាន error ដោយសារតែវាស្គាល់គ្នានៅក្នុងនេះហើយចឹងបន្ទាប់ពីយើងធ្វើហើយយើងចូលទៅ test នៅក្នុង Swagger យើងទៅនេះវាចេញ endpoint ថ្មី hello me ចឹងខ្ញុំ try ទៅហើយ execute ទៅវានឹង respond hello me តែឥឡូវយើងអាច adjust តិចទៅបើស្អីយើងគិតថា color វាអត់ fake អីហ្នឹងតែយើងដាក់ដល់ទៀតអញ្ចឹងយើងចូល test ដល់ទៀតឃើញទេអញ្ចឹង endpoint hello me ខ្ញុំគឺបានជោគជ័យចប់ហើយអញ្ចឹងអរគុណសម្រាប់ទស្សនារងចាំនៅវីដេអូបន្តទៀត